5ចំណុចដែលអ្នកគួរតែផ្ដោតនៅក្នុងវ័យ20ឆ្នាំនៅក្នុងវ័យ20ឆ្នាំអ្នកទាំងអស់គ្នាប្រកាសជាមានអារម្មណ៍មួយដែលពុះកញ្ជ្រោលច្បោកច្បល់គិតច្រើនដោយសារតែយើងមិនទាន់ច្បាស់លាស់ទៅលើអ្វីដែលយើងធ្វើមិនច្បាស់លាស់ទៅលើអត្តសញ្ញាណរបស់ខ្លួនឯងមិនច្បាស់លាស់ទៅលើអ្វីដែលជាអនាគតរបស់យើងដូច្នេះហើយបានជាអ្នករៀនជំនាញជាច្រើនប្រឡូកចូលវិស័យការងារពីមួយទៅមួយនិងចាប់ផ្ដើមទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញខ្លួនជាច្រើនផងដែរហើយទាំងអស់នឹងហើយដែលធ្វើឲ្យយើងពិបាកផ្ដោតទៅលើអ្វីមួយនៅក្នុងវ័យ20ឆ្នាំនឹងនៅក្នុងសង្គមបច្ចុប្បន្នក្នុងវ័យ20ឆ្នាំអ្នកប្រកាសជាឃើញថាហេតុអ្វីបានជាមនុស្សជុំវិញខ្លួនគេអាចរកលុយបានគេអាចមានអាជីវកម្មតខ្លួនគេអាចមានការងារល្អគេអាចរើសមិត្តភ័ក្តិល្អគេអាចមានដៃគូល្អហើយអ្នកចាប់ផ្ដើមមានអារម្មណ៍ថាហេតុអ្វីក៏អ្នកមិនចាប់ផ្ដើមធ្វើរឿងទាំងអស់ហ្នឹងហេតុអ្វីក៏អ្នកមិនដូចគេហេតុអ្វីក៏អ្នកដើរក្រោយគេហើយសំណួរទាំងហ្នឹងវាបានផ្ដល់សម្ពាធទៅឲ្យអ្នកទាំងអស់គ្នានៅក្នុងការពិបាកសម្រេចចិត្តនៅក្នុងការធ្វើអីមួយនៅក្នុងវ័យ20ឆ្នាំហ្នឹងដែលធ្វើឲ្យអ្នកទទួលរឿងបរាជ័យជាច្រើនដែលធ្វើឲ្យអ្នកទទួលរឿងដែលពិបាកចិត្តពិបាកទទួលយកជាច្រើនផងដែរប៉ុន្តែខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថានៅក្នុងវ័យ20ឆ្នាំទាំងអស់ហ្នឹងមិនមែនជាអ្វីដែលអ្នកត្រូវផ្ដោតលើនោះទេពីព្រោះអ្វីដែលអ្នកកំពុងតែគិតច្បោច្បល់ឥឡូវហ្នឹងខ្ញុំអាចសន្និដ្ឋានបានថាអ្នកកំពុងតែប្រៀបធៀបកំពុងតែច្រណែននិងកំពុងតែខ្វល់ជាមួយនឹងមនុស្សជុំវិញខ្លួនច្រើនជាងខ្លួនឯងប្រសិនបើអ្នកចាប់ផ្ដើមផ្ដោតទៅលើចំណុចដែលសំខាន់ដែលអ្នកគួរធ្វើនៅក្នុងវ័យ20ឆ្នាំនោះនៅក្នុងវ័យ30ឆ្នាំអ្នកនឹងមានអារម្មណ៍ថាជីវិតរបស់អ្នកងាយស្រួលជាងមុនដូច្នេះនេះគឺជា5ចំណុចដែលសំខាន់ដែលអ្នកគួរផ្ដោតលើនៅក្នុងវ័យ20ឆ្នាំចំណុចទី1ផ្ដោតទៅលើអភិវឌ្ឍជំនាញនៅក្នុងវ័យ20ឆ្នាំការងារចម្បងបំផុតគឺការផ្ដោតទៅលើការរៀនហើយការរៀនទាំងនោះគឺរៀនពីមហាវិទ្យាល័យរៀនពីជំនាញផ្សេងរៀនពីសង្គមបច្ចុប្បន្នរៀនពីមនុស្សជុំវិញខ្លួននិងរៀនជំនាញដែលមានផលប្រយោជន៍សម្រាប់យើងនៅថ្ងៃក្រោយអ្វីដែលអ្នកគួរផ្ដោតរៀនបន្ថែមនោះគឺអ្នកមិនត្រឹមតែរៀននៅក្នុងផ្នែកណាមួយដែលជាជំនាញនៅក្នុងសាកលវិទ្យាល័យតែមួយមុខនោះទេអ្នកគួរតែរៀនជំនាញបន្ថែមទៀតដោយអ្នកចាប់ផ្ដើមអង្កេតមើលទៅលើសង្គមបច្ចុប្បន្នថាតើការងារអ្វីដែលវាមានសន្ទុះច្រើនតើការងារអ្វីដែលមានផលប្រយោជន៍សម្រាប់អ្នកនៅថ្ងៃអនាគតហើយនៅពេលអនាគតថាតើការងារអ្វីដែលគេមិនអាចបោះបង់វាចោលបានមិនត្រឹមតែប៉ុណ្ណោះអ្នកត្រូវតែរៀនជំនាញទន់ដែលជំនាញទន់ទាំងនោះមានដូចជាការរៀនដោះស្រាយបញ្ហាការរៀនទំនាក់ទំនងការអនុវត្តជាក់ស្ដែងនិងការធ្វើការងារជាក្រុមទាំងអស់ហ្នឹងនឹងអាចជួយអ្នកនៅពេលដែលអ្នកចុះអនុវត្តជាក់ស្ដែងនៅក្នុងពេលបំពេញការងារឲ្យក្រុមហ៊ុនណាមួយនៅក្នុងវ័យ20ឆ្នាំហ្នឹងហើយនៅពេលដែលអ្នកចុះទៅធ្វើការរៀនសាកល្បងផ្លាស់ប្ដូរតួនាទីផ្សេងគ្នាដើម្បីយល់បន្ថែមថាតើជំនាញអ្វីតើចំណុចខ្លាំងអ្វីតើចំណុចចូលចិត្តអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាអ្នកស្រឡាញ់អ្នកចូលចិត្តនៅក្នុងវិស័យការងារមួយហ្នឹងហើយអ្នកត្រូវដាក់កំហិតទៅលើខ្លួនឯងថានៅក្នុងវ័យ20ឆ្នាំនេះអ្នកត្រូវតែរកជំនាញណាមួយការងារណាមួយដែលច្បាស់ថាអ្នកប្រកបជាស្រឡាញ់ហើយនឹងមិនអាចបោះបង់វានៅក្នុងវ័យ30ឆ្នាំនោះទេដូចគ្នាផងដែរនៅក្នុងអំឡុងពេលដែលអ្នកធ្វើការអ្នកត្រូវយល់ពីរបៀបប្រព័ន្ធនៃសាជីវកម្មឬក៏អាជីវកម្មណាមួយដែលអ្នកកំពុងតែធ្វើការឲ្យគាត់មនុស្សដែលឆ្លាតមិនមែនគ្រាន់តែផ្ដោតទៅលើការងាររបស់ខ្លួនតែមួយមុខនោះទេមនុស្សដែលឆ្លាតគឺរៀនអង្កេតមើលថាតើគេធ្វើអាជីវកម្មបែបម៉េចថាតើគេកសាងសាជីវកម្មរបស់គេបែបម៉េចហើយតើប្រព័ន្ធការងាររបស់គេមានដំណើរការបែបណាហើយហេតុអ្វីបានជាគេលក់របស់ឬក៏សេវាកម្មរបស់គេបានជោគជ័យហើយទាំងអស់ហ្នឹងគឺជារឿងមួយដែលអ្នកគួរតែរៀនបន្ថែមរៀនអង្កេតហើយប្រាប់ខ្លួនឯងថារៀនអនុវត្តហើយអ្វីដែលសំខាន់នៅក្រុមហ៊ុនដែលអ្នកកំពុងធ្វើការរាល់ពេលដែលមានបញ្ហាកើតឡើងថាតើគេដោះស្រាយបញ្ហាដោយរបៀបម៉េចហើយចំណុចទាំងអស់ហ្នឹងនឹងធ្វើឲ្យអ្នករៀនបន្ថែមនិងយល់បន្ថែមនៅក្នុងការបង្កើតអាជីវកម្មដោយខ្លួនឯងបើសិនជាអ្នកមានក្តីសម័យនៅក្នុងការបើកអាជីវកម្មខ្លួនឯងដូចគ្នាដូច្នេះការផ្ដោតទៅលើការរៀនឬក៏អភិវឌ្ឍជំនាញគឺជារឿងចម្បងមួយដែលអ្នកគួរធ្វើនៅក្នុងវ័យ20ឆ្នាំចំណុចទី2ផ្ដោតទៅលើការយល់ដឹងអំពីខ្លួនឯងនៅក្នុងវ័យ20ឆ្នាំអ្វីដែលយើងពិបាកជាងគេគឺការគ្រប់គ្រងទៅលើខ្លួនឯងមិនថាវាជាផ្លូវចិត្តផ្លូវកាយឬក៏ជាចិត្តអារម្មណ៍ផ្លូវគំនិតរបស់យើងនោះទេវាតែងតែមកគ្រប់គ្រងយើងជាជាងយើងគ្រប់គ្រងវាដូច្នេះហើយបានជាវាមកបង្វែរអារម្មណ៍របស់យើងចិត្តគំនិតរបស់យើងឲ្យទៅគិតរឿងអីផ្សេងដែលវាមិនពាក់ព័ន្ធជាមួយខ្លួនឯងជាក់ស្
ស្ដែងដោយដែលយើងគិតអារម្មណ៍របស់អ្នកដទៃគិតពីសុខទុក្ខអ្នកដទៃជាជាងគិតពីខ្លួនឯងដែលជាមូលហេតុធ្វើឲ្យអ្នកបាត់បង់ខ្លួនឯងបាត់បង់ចំណាប់អារម្មណ៍ទៅលើខ្លួនឯងបាត់បង់ការផ្ដោតទៅលើខ្លួនឯងដែលជាហេតុដែលធ្វើឲ្យអ្នកមិនយល់ពីអ្វីដែលខ្លួនឯងកំពុងធ្វើមិនតាមដានទៅលើសកម្មភាពអ្វីដែលអ្នកចូលចិត្តមិនផ្ដោតទៅលើអ្វីដែលជាចំណុចខ្លាំងរបស់ខ្លួនអញ្ចឹងនៅក្នុងវ័យ20ឆ្នាំនេះខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាផ្ដោតទៅលើការយល់ដឹងអំពីខ្លួនឯងស្វែងយល់ថាតើខ្លួនឯងគឺជាមនុស្សបែបណាអត្តចរិតបែបម៉េចមានចំណុចខ្លាំងចំណុចខ្សោយអ្វីមានជំនាញអ្វីខ្លះមានចំណេះដឹងខាងផ្នែកណាខ្លះនៅពេលដែលអ្នកប្រមូលផ្ដុំនៅឯកសារក៏ដូចជាកំណត់ត្រាដែលពាក់ព័ន្ធជាមួយនឹងអ្នកហើយអ្នកអាចដឹងថាអ្នកនឹងត្រូវធ្វើអ្វីមានគោលដៅអ្វីហើយរៀបចំផែនការអ្វីសម្រាប់ខ្លួនឯងឲ្យវាស័ក្តិសមទៅនឹងអ្វីដែលជាខ្លួនយើងផ្ទាល់មិនតែប៉ុណ្ណោះអ្នកត្រូវស្វែងយល់បន្ថែមទៀតថាតើបរិយាកាសជុំវិញរបស់យើងវាស័ក្តិសមនឹងឲ្យយើងនៅដែរឬអត់ហើយវាប៉ះពាល់ទៅដល់ការរៀនការធ្វើការរបស់អ្នកដែរឬអត់តើការទំនាក់ទំនងនៅក្នុងរង្វង់នៃមិត្តភ័ក្តិក៏ដូចជាស្នេហានៅក្នុងវ័យនេះតើវាពិតជាមានសារៈសំខាន់ណាស់មែនទេជាជាងការផ្ដោតទៅលើជំនាញការរៀនសូត្រឬក៏ការផ្ដោតទៅលើការងាររបស់អ្នកនៅក្នុងវ័យ20ឆ្នាំនឹងដែលអង្កេតឬក៏ផ្ដោតទៅលើការយល់ពីខ្លួនឯងនៅក្នុងវ័យនេះវានឹងធ្វើឲ្យអ្នកមានទិសដៅដ៏ប្រកបវិជ្ជាមួយនាពេលអនាគតបើសិនជាអ្នកមិនផ្ដោតទៅលើទាំងអស់នឹងទេហើយអ្នកផ្ដោតទៅលើអ្នកដទៃច្រើនជាងវាធ្វើឲ្យអ្នកវង្វេងផ្លូវគ្មានគោលដៅគ្មានគម្រោងជាក់លាក់ហើយនៅពេលដែលអ្នកឈានចូលដល់វ័យ30អ្នកនឹងចាប់ផ្ដើមវង្វេងខ្លួនឯងលែងស្គាល់ខ្លួនឯងមិនដឹងថាខ្លួនឯងនឹងចូលចិត្តអីចង់ធ្វើអ្វីនោះទេចំណុចទី3ផ្ដោតទៅលើក្រមសីលធម៌ជាក់ស្ដែងនៅក្នុងសង្គមបច្ចុប្បន្នក្រមសីលធម៌នៅក្នុងការទំនាក់ទំនងក៏ដូចជាការរៀននិងការធ្វើការងារក្រមសីលធម៌របស់យើងម្នាក់ៗមានការអន់ថយជាច្រើនដែលជាមូលហេតុធ្វើឲ្យយើងកត់សម្គាល់ថានៅក្នុងវ័យ20ឆ្នាំអ្វីដែលយើងត្រូវផ្ដោតនោះគឺក្រមសីលធម៌នេះឯងថាតើយើងគួរតែប្រើពាក្យសម្ដីបែបម៉េចដើម្បីសាយភាយទៅមនុស្សជុំវិញខ្លួននៅក្នុងផ្លូវវិជ្ជមានថាតើយើងគួរតែប្រើពាក្យសម្ដីបែបណាដែលធ្វើឲ្យមនុស្សជុំវិញខ្លួនរាប់អាននិងស្រឡាញ់ហើយតើយើងគួរតែបញ្ចេញកាយវិការគោរពនិងរាប់អានទៅមនុស្សជុំវិញខ្លួនបែបណាដើម្បីធ្វើឲ្យមនុស្សជុំវិញខ្លួនឲ្យតម្លៃនិងគោរពយើងដូចគ្នាហើយទាំងនេះវាផ្ដើមចេញពីការដាក់វិន័យទៅលើខ្លួនឯងនៅក្នុងគ្រួសារតែងតែមានវិន័យនៅក្នុងសាលាក៏មានវិន័យនៅកន្លែងការងារក៏គេមានវិន័យសម្រាប់ឲ្យយើងប្រកាន់ខ្ជាប់ខ្ជួនទៅនឹងវិន័យទាំងនឹងដែរដូចគ្នាដែរទៅនឹងយើងដែលជាបុគ្គលម្នាក់នៅក្នុងសង្គមមួយនឹងយើងខ្លួនឯងក៏ត្រូវដាក់វិន័យទៅលើខ្លួនឯងថាតើអ្វីដែលអ្នកគួរធ្វើហើយនឹងមិនធ្វើនៅក្នុងជីវិតរបស់អ្នកវិន័យទាំងនោះមានដូចជាការងើបទៅសិក្សាក៏ដូចជាការងើបទៅធ្វើការជារៀងរាល់ថ្ងៃឲ្យបានទៀងម៉ោងការបំពេញការងារឲ្យមានផលិតភាពទៅដល់អាជីវកម្មក៏ដូចជាការងារដែលអ្នកកំពុងធ្វើឲ្យគេការកំណត់គោលដៅមួយដែលបង្ហាញថានៅក្នុងមួយថ្ងៃអ្នកត្រូវធ្វើអ្វីមួយឲ្យបានជោគជ័យនៅក្នុងចំណុចណាមួយដែលជាចំណុចនៅក្នុងគោលដៅដ៏ធំមួយនៅក្នុងជីវិតរបស់អ្នកការចែកពេលវេលាសម្រាប់ត្រឹមត្រូវការចែកពេលវេលាឲ្យគ្រួសារការចែកពេលវេលាឲ្យមិត្តភ័ក្តិឬក៏ស្នេហាហើយនឹងការចែកពេលវេលាផ្ទាល់ខ្លួនសម្រាប់អភិវឌ្ឍខ្លួនឯងនៅក្នុងចំណុចណាមួយដូចជាការអានសៀវភៅការហាត់ប្រាណឬក៏អាចជួបទៅលើបុគ្គលណាម្នាក់ដែលអ្នកគោរពហើយអាចផ្ដល់ដំបូន្មានដ៏ល្អដល់កាន់អ្នកហើយអ្វីដែលអ្នកត្រូវដឹងថែមទៀតនោះគឺក្រមសីលធម៌នៅក្នុងការលើកទឹកចិត្តខ្លួនឯងសូមកុំពឹងផ្អែកទៅលើមនុស្សជុំវិញខ្លួនឬក៏គ្រួសាររបស់យើងគិតថាមនុស្សម្នាក់ៗអាចនឹងផ្ដល់កម្លាំងចិត្តផ្ដល់ដំបូន្មានអាចដោះស្រាយបញ្ហាទៅលើអ្វីដែលជាបញ្ហារបស់យើងតែម្នាក់នោះទេគឺវាផ្ដើមចេញពីខ្លួនឯងនៅក្នុងការរៀនដោះស្រាយវាដោយខ្លួនឯងផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងប្រាប់ខ្លួនឯងឲ្យងើបទៅធ្វើរឿងទាំងអស់ហ្នឹងហើយក្រមសីលធម៌ទាំងហ្នឹងវានឹងត្រឡប់មកវិញនៅក្នុងផ្លូវវិជ្ជមាននាពេលអនាគតខណៈពេលដែលអ្នកកាន់ខ្ជាប់ជាមួយនឹងវិន័យនៅក្នុងជីវិតរបស់អ្នកហើយអ្នកត្រូវដឹងថាក្រមសីលធម៌គឺជាវិជ្ជាជីវៈមួយដែលកម្រចង់ធ្វើវាឬក៏កែប្រែវាឲ្យដើរនៅក្នុងផ្លូវវិជ្ជមាននោះទេហើយវាមានចំនួនតិចតួចណាស់ដែលមនុស្សក្នុងសង្គមដោតទៅលើក្រមសីលធម៌ទាំងហ្នឹងចំណុចទី4ផ្ដោតទៅលើការរៀនពីបរាជ័យរបស់អ្នកនៅក្នុងវ័យ20ឆ្នាំគឺជាវ័យដែលអ្នកអាចសាកល្បងម្ដងហើយម្ដងទៀតបរាជ័យហើយបរាជ័យទៀតពីព្រោះថានៅក្នុងវ័យ20ឆ្នាំនេះអ្នកមិនសូវមានទំនួលខុសត្រូវច្រើននោះទេមិនមានសម្ពាធច្រើននោះទេមិនមានផលវិបាកនៅក្នុងការរស់នៅនោះទេដោយសារតែនៅក្នុងវ័យនេះអ្នកខ្លះអាចនឹងកើតនៅក្នុងជីវភាពគ្រួសារធូរធារដែលអាចផ្ដល់នៅជំរក
ផ្ដល់នូវថវិកាមួយចំនួនដើម្បីឲ្យអ្នកសិក្សាផ្ដល់នូវម្ហូបអាហារដើម្បីឲ្យអ្នករស់រានមានជីវិតនិងផ្ដល់លុយកាក់មួយចំនួនដើម្បីឲ្យអ្នកសោយសុខនៅក្នុងវ័យ20ឆ្នាំដោយឡែកអ្នកដែលនៅក្នុងជីវភាពដែលមិនសូវធូរធារពួកគាត់នឹងមានទំនួលខុសត្រូវច្រើនជាងនេះបន្តិចនៅក្នុងការរៀនបណ្ដើរអនុវត្តបណ្ដើរធ្វើការបណ្ដើរហើយទទួលបទពិសោធន៍បណ្ដើរបើសិនជាមនុស្សម្នាក់នោះគាត់អាចគ្រប់គ្រងពេលវេលានិងថ្លឹងថ្លែងនៅអ្វីៗដែលគាត់រស់នៅប្រចាំថ្ងៃបានល្អមនុស្សម្នាក់នោះនឹងស្គាល់ពីភាពបរាជ័យបានច្រើនជាងមនុស្សដែលរស់នៅក្នុងជីវភាពធូរធារយើងគុណនឹង2ឬក៏គុណនឹង3ពីព្រោះពួកគាត់បានចាយពេលវេលារបស់គាត់ជួបនៅរឿងបរាជ័យជាច្រើនរួចទៅហើយចំណែកឯអ្នកនៅក្នុងជីវភាពធូរធារវិញគាត់ជួបរឿងមួយដោះរឿងមួយជួបរឿងមួយដោះរឿងមួយដូច្នេះដំណើររបស់គាត់គឺដំណើរដោយរលូនមួយសន្សំប៉ុន្តែពេលវេលាទាំងនោះនឹងអាចនៅក្រោយជាងមនុស្សដែលទទួលបទពិសោធន៍ច្រើនសរុបមកវិញនៅក្នុងវ័យ20ឆ្នាំអ្នកទាំងអស់គ្នាមានពេលវេលាច្រើននៅក្នុងការងើបឈរសារឡើងវិញអ្នកទាំងអស់គ្នាមានទំនួលខុសត្រូវតិចតួចដោយសារតែការបរាជ័យរបស់អ្នកមិនបានប៉ះពាល់ទៅមនុស្សជុំវិញខ្លួននោះឡើយដោយឡែកនៅក្នុងវ័យ30នៅពេលណាដែលគាត់បរាជ័យគ្រួសារគាត់ក៏បរាជ័យអាជីវកម្មគាត់ក៏បរាជ័យហិរញ្ញវត្ថុរបស់គាត់ក៏បរាជ័យដែលវាមានផលប៉ះពាល់ជាច្រើនក៏ប៉ុន្តែនៅក្នុងវ័យ20ឆ្នាំវាមិនមានផលប៉ះពាល់ទាំងនោះកើតឡើងនោះទេនៅពេលដែលអ្នកបរាជ័យបានន័យថាអ្នកបរាជ័យនៅក្នុងការរស់នៅជីវិតប្រចាំថ្ងៃជាបុគ្គលតែម្នាក់គត់ដែលមិនប៉ះពាល់ដល់នរណាផ្សេងបន្ថែមពីនេះទៅទៀតគឺអ្នកមានឱកាសជាច្រើននៅក្នុងការសាកល្បងម្ដងហើយម្ដងទៀតដោយសារតែឱកាសទាំងនោះវានឹងផ្ដល់ឲ្យនៅពេលណាដែលអ្នកបញ្ចប់សាកលវិទ្យាល័យឬនៅក្នុងអំឡុងពេលដែលអ្នកកំពុងតែសិក្សានៅក្នុងសាកលវិទ្យាល័យអ្នកអាចធ្វើការបណ្ដើរទទួលឱកាសការងារជាច្រើនថ្មីសាកល្បងពីតួនាទីមួយទៅតួនាទីមួយទាំងអស់នឹងហើយដែលជាបទពិសោធន៍ដ៏ល្អមួយបើសិនជាអ្នកបរាជ័យនៅក្នុងតួនាទីឬក៏ការងារណាមួយឬក៏ការសិក្សាណាមួយវាមិនខាតពេកខាតទឹកចិត្តឬក៏ខាត់លុយកាក់នៅក្នុងការរៀនអ្វីដែលថ្មីបន្ថែមទៀតនោះទេដូច្នេះចូលប្រើពេលវេលាទាំងនោះឲ្យមានតម្លៃវឹកហាត់នៅសមត្ថភាពរៀនដោះស្រាយបញ្ហានិងរៀនកែប្រែរាល់កំហុសដែលអ្នកគិតថាវាគឺជាចំណុចមួយដែលធ្វើឲ្យអ្នកបរាជ័យនៅក្នុងវ័យ20ឆ្នាំចំណុចទី5ផ្ដោតទៅលើគោលដៅមិនមែនល្បឿនទេជាក់ស្ដែងនៅក្នុងសង្គមបច្ចុប្បន្នយើងឃើញហើយថាសម័យ Digital មួយនេះគឺវាមានភាពជឿនលឿនហើយវាផ្ដល់អត្ថប្រយោជន៍ជាច្រើនទៅដល់យុវវ័យសម័យថ្មីដែលធ្វើឲ្យពួកគាត់មានការស្រាវជ្រាវមានការរៀនសូត្រពីបណ្ដាញមួយចំនួនដែលវាទូលំទូលាយសម្រាប់គាត់ជាជាងមនុស្សសម័យមុនដែលពិបាកនៅក្នុងការរៀនសូត្រខណៈពេលដែលបណ្ដាញសង្គមមិនទាន់ទូលំទូលាយដូច្នេះចូលអ្នកក្តោបក្តាប់ឱកាសមួយនេះប្រើថាមពលរបស់អ្នកប្រើជំនាញរបស់អ្នកឲ្យផ្ដោតទៅលើគោលដៅមួយដែលអ្នកចង់បាននៅក្នុងជីវិតរបស់អ្នកកុំផ្ដោតទៅលើល្បឿនដោយអ្នកគិតថាសង្គមមួយនេះផ្ដល់អត្ថប្រយោជន៍ឲ្យអ្នករួចទៅហើយបណ្ដាញសង្គមវាទូលំទូលាយណាស់ទៅហើយចង់រៀននៅណាក៏បានមិនថ្មីនោះទេចង់ស្រាវជ្រាវមួយផ្លែតគឺអាចទទួលបានឯកសារភ្លាមដោយសារតែអ្នកពឹងផ្អែកទៅលើចំណុចផ្សេងៗនឹងឯងដែលធ្វើឲ្យបទពិសោធន៍ការងាររបស់អ្នកពឹងផ្អែកទៅលើរបស់ជុំវិញខ្លួនជាជាងពឹងផ្អែកទៅលើខ្លួនឯងចំណេះដឹងរបស់ខ្លួនឯងផ្ទាល់សាកសម័យមើលថាបើសិនជាសង្គមមួយនេះមិនទូលំទូលាយមិនងាយស្រួលនៅក្នុងការរៀនសូត្រមិនងាយស្រួលនៅក្នុងការស្វែងរកឬក៏ស្រាវជ្រាវនោះទេអាចទេថាអ្នកអាចបំពេញសមត្ថភាពខ្លួនឯងនៅក្នុងការធ្វើកិច្ចការអ្វីមួយដែលជាគោលដៅនៅក្នុងក្តីសម័យរបស់អ្នកដូច្នេះអ្នកគួរតែថ្លឹងថ្លែងឲ្យបានល្អថាអ្វីដែលអ្នកគួរកេងចំណេញពីបណ្ដាញសង្គមទាំងនោះហើយអ្វីដែលអ្នកគួរតែបញ្ចេញថាមពលបញ្ចេញគំនិតពីសមត្ថភាពរបស់ខ្លួនឯងផ្ទាល់ហើយជ្រើសរើសទិសដៅឬក៏កំណត់គោលដៅមួយសម្រាប់ខ្លួនឯងដែលខ្លួនឯងចង់បាននៅក្នុងវ័យ30ជាក្តីសម័យរបស់ខ្លួនឯងនៅក្នុងការប្រកបការងារឬក៏បង្កើតអាជីវកម្មណាមួយសម្រាប់ខ្លួនឯងហើយដំណើរនៅក្នុងវ័យ20ឆ្នាំនេះចូលដើរវាដោយសន្សឹមបញ្ចេញដោយសមត្ថភាពបូករួមជាមួយនឹងផលវិជ្ជមានពីសង្គមសងខាងនោះក្តីសម័យរបស់អ្នកនឹងងាយស្រួលនៅក្នុងការចាប់យកហើយអ្នកត្រូវចងចាំថានៅពេលណាដែលអ្នកគិតថាល្បឿនសំខាន់ជាងទិសដៅនៅថ្ងៃណាមួយអ្នកនឹងភ័ន្តច្រឡំជាមួយនឹងសមត្ថភាពខ្លួនឯងចូលចាំថានៅក្នុងវ័យ20ឆ្នាំមួយនេះមិនមែនជាវ័យដែលអ្នកត្រូវនិយាយអំពីភាពជោគជ័យនោះទេវាគឺជាវ័យដែលនិយាយពីការកសាងជំនាញការរៀបចំផែនការគោលដៅជីវិតការកសាងវិន័យនិងការយល់ដឹងនិងទទួលស្គាល់អំពីខ្លួនឯងអ្វីដែលអ្នកផ្ដោតនៅពេលនេះគឺជាអត្ថប្រយោជន៍របស់អ្នកនៅក្នុងវ័យ30